បាទសូមគោរពសម្ដេចទ្រង់អាដាមលោកស្រីនិងនាងកញ្ញាជាទីគោរពបាទខ្ញុំបាទឈ្មោះខាត់សំអាតបាទពេលនេះខ្ញុំសូមជម្រាបជូននិងណែនាំខ្លួនពីសមាជិកខ្ញុំបាទដែលជាគណៈកម្មការម្នាក់នៅក្នុង page របស់បងស្រីដាលីដែលពេលនេះដែរខ្ញុំសូមជម្រាបព័ត៌មានខ្លះៗអំពីដំណើរការនៃការប្រឡងនៅក្នុង page Dali Annie កន្លងមកនេះបាទខ្ញុំបាទខាត់សម្អាតបានចូលរួមធ្វើជាគណៈកម្មការម្នាក់ជាមួយបងប្រុសពេជ្របន្តាន់ចំពោះការប្រឡងនេះផងដែរខ្ញុំក៏មានមោទនភាពចំពោះការសម្រេចចិត្តនិងស្វែងរកនិងដាក់ពិន្ទុសម្រាប់បេក្ខជនបេក្ខនារីដែលគាត់មានសមត្ថភាពហើយក៏ខ្ញុំសូមជម្រាបជូនទៅដល់បងប្អូនទាំងអស់ក៏ដូចជាមហាជនដែលតែងតែគាំទ្រនៅក្នុង page របស់បងស្រីដាលីហើយក៏ជាផ្នែកមួយដែលជាគណៈកម្មការដែលបានសម្រេចចិត្តនឹងដាក់ពិន្ទុសម្រាប់ពួកគាត់ដែលជាបេក្ខជនបេក្ខនារីប្រឡងនៅក្នុង page បងស្រីដាលីផងដែរក្នុងនាមខ្ញុំជាគណៈកម្មការម្នាក់រួមជាមួយនឹងបងប្រុសពេជ្របន្តាន់បានសម្រេចចិត្តនឹងពិភាក្សាពិចារណាទៅលើសមាជិកភាពរបស់បេក្ខជនបេក្ខនារីដែលបានប្រឡងកន្លងមកនេះការសម្រេចចិត្តមួយនេះគឺមានការសម្រេចចិត្តដោយផ្ទៀងផ្ទាត់និងពិចារណាសម្រាប់បេក្ខជនបេក្ខនារីដែលនឹងទទួលពានរង្វាន់លេខ1លេខ2លេខ3នៅក្នុង page បងស្រីដាលីខាងមុខនេះផងដែរដំណើរការនៃការប្រឡងនៅក្នុង page បងស្រីដាលីដែលច្រើនខែកន្លងមកនេះក៏បាននឹងខិតជិតមកដល់ការបញ្ចប់ឬក៏ជាវគ្គប្រតិបត្តិផងដែរហើយខ្ញុំក៏សូមអរគុណនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនដែលជាមហាជនក៏ដូចជាបេក្ខជនបេក្ខនារីដែលបានចូលរួមក្នុងការប្រឡងនៅក្នុង page Dali Annie នេះផងដែរហើយក្នុងនាមខ្ញុំជាគណៈកម្មការម្នាក់ខ្ញុំបានមានការសម្រេចចិត្តនិងវិភាគពិចារណាទៅលើសមត្ថភាពរបស់បេក្ខជនបេក្ខនារីដែលបង្ហាញនៅលើគេហទំព័ររបស់បងស្រីដាលីនេះផងដែរក្នុងនេះខ្ញុំមានការចាប់អារម្មណ៍ទៅលើការបង្ហាញសមត្ថភាពរបស់បេក្ខជនបេក្ខនារីមួយចំនួនកន្លងមកនេះគឺធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់ខ្ញុំដែលជាគណៈកម្មការជាចុងក្រោយនេះខ្ញុំសូមអរគុណចំពោះមហាជនចំពោះបេក្ខជនបេក្ខនារីដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រឡងក្នុង page បងស្រីដាលីដែលជាយូរខែកន្លងមកនេះហើយនឹងទទួលបានលទ្ធផលឆាប់នេះហើយខ្ញុំក៏សូមបានជូនពរលោកស្រីនាងកញ្ញាដែលជាមហាជនដែលជាបេក្ខជនបេក្ខនារីដែលបានតាមដាននិងទស្សនានិងព្យាយាមឲ្យតម្លៃសម្រាប់ page របស់បងស្រីដាលីនេះផងដែរបាទសូមអរគុណបាទមតិលោកគ្រូសម្អាតលើកឡើងពីពិតជាត្រឹមត្រូវបាទហើយចំពោះការដាក់ពិន្ទុដល់បេក្ខជនបេក្ខនារីរបស់យើងគឺគណៈកម្មការយើងទាំងពីររូបបានព្យាយាមធ្វើការដោយយកចិត្តទុកដាក់បាទតាំងពីវគ្គដំបូងរហូតមកដល់វគ្គកណ្ដាលផ្ដាច់ព្រាត់ហើយមកដល់វគ្គចុងក្រោយនេះមានន័យថាវគ្គដំបូងគឺយើងតាមដានស្ដាប់សម្លេងគាត់នៅក្នុងការច្រៀងគោកបាទអញ្ចឹងយើងស្ដាប់សម្លេងគាត់មានន័យថាយើងទទួលបានសម្លេងពីរោះហើយធ្ងន់ហើយល្អហើយបន្ទាប់មកឲ្យគាត់ច្រៀងដាក់ភ្លេងតិចយើងស្ដាប់មើលគាត់ច្រៀងត្រូវចង្វាក់ភ្លេងហើយណាគាត់អឿនត្រូវហើយកលុកលក្ខគាត់ធ្វើបានហើយអញ្ចឹងវគ្គចុងក្រោយនេះអនុញ្ញាតឲ្យពួកគាត់ច្រៀងដាក់ភ្លេងពេញតែម្ដងបាទចង់គាត់ច្រៀងជាលក្ខណៈ studio ក៏បានចង់ច្រៀងជាលក្ខណៈ sound card អីក៏បានដែរធ្វើមិនឲ្យតែផលិតវីដេអូចេញមកមានលក្ខណៈល្អមានលក្ខណៈពីរោះ
ដើម្បីតាក់ទាញដល់មហាជនជួយគ្រប់គ្រងឲ្យបានច្រើនទាំងអស់គ្នាហ្នឹងហើយក៏សូមបញ្ជាក់ទៅលើការប្រគល់ជ័យលាភីទៅឲ្យបេក្ខជនបេក្ខនារីទាំងពីរភេទបើសិនជាពុកម៉ែបងប្អូនមានការមិនពេញចិត្តដោយប្រការណាក៏សូមមេត្តាខន្តីអភ័យទោសព្រោះថាมันអាចតម្រូវចិត្តបានទាំងអស់គ្នាទេហ្នឹងហើយសូមអធិស្ឋានផងអ្នកខ្លះក៏គាត់ពេញចិត្តបេក្ខជនរូបនេះទៅអ្នកខ្លះក៏ពេញចិត្តបេក្ខនារីរូបនោះទៅតែចំណែកគណៈកម្មការយើងគឺយើងពិនិត្យវិจัยច្បាស់លាស់ដល់បន្ទុកឲ្យពួកគាត់យ៉ាងសុក្រិតយុត្តិធម៌បំផុតបាទវាតាមដានដោយខ្ញុំបានជម្រាបខាងលើអញ្ចឹងតាំងពីច្រៀងគោករហូតមកដាក់ភ្លេងរហូតមកដល់វគ្គផ្ដាច់ព្រាត់បាទហើយបន្ទុកពីមហាជន 50% បន្ទុកពីគណៈកម្មការ 50% តែបើគណៈកម្មការមើលឃើញចំណុចខ្វះខាតគឺมันបាន 50% ពីគណៈកម្មការទេណាហ្នឹងហើយអញ្ចឹងក៏មានការសង្ស័យដេញដោលអីណាពុកម៉ែបងប្អូនចំពោះបន្ទុកឧទាហរណ៍ថាបេក្ខជនបេក្ខនារីមួយចំនួនគាត់មានបន្ទុកច្រើនviewច្រើនអ្នកគ្រប់គ្រងច្រើនហ្នឹងហើយហេតុអីក៏មិនជាប់គឺដូចខ្ញុំបានជម្រាបប្រមាណចំណុចខាងលើនេះបើសិនជាគណៈកម្មការមើលឃើញចំណុចខ្វះខាតរបស់គាត់ហើយគណៈកម្មការមិនអាចសម្រេចឲ្យគាត់បាន 50% ទេហ្នឹងហើយរាល់កំហុសខុសឆ្គងទាំងឡាយដែលកើតឡើងដោយអចេតនាក៏សូមមេត្តាខន្តីអភ័យទោសចំពោះពុកម៉ែបងប្អូនទាំងអស់ដែលបានចូលរួមគ្រប់គ្រងនៅក្នុងកម្មវិធីប្រឡងចម្រៀងភេទអូនស្រីដាលីសអេនីតាំងពីវគ្គដំបូងរហូតដល់វគ្គផ្ដាច់ព្រាត់នេះបាទហើយកម្មវិធីយើងនឹងប្រកាសលទ្ធផលនៅថ្ងៃទី30 ខែ 3 ឆ្នាំ 2024 បាទបន្ទាប់ពីប្រកាសលទ្ធផលជ័យលាភីសម្រាប់វគ្គ 2 ហើយបងអូនស្រីដាលីសអេនីក៏ចាប់ដើមបង្កើតនៅកម្មវិធីប្រឡងវគ្គ 3 ទៀតបាទវគ្គ 3 នេះគឺជាលក្ខណៈប្រឡងកម្មវិធីទេពកោសល្យសិល្បៈចម្រុះបាទហ្នឹងហើយទេពកោសល្យសិល្បៈចម្រុះហ្នឹងបើពុកម៉ែបងប្អូនកូនក្មួយអីចង់ចូលរួមគឺអាចអញ្ជើញចូលរួមបានបាទបងប្អូនណាមានជំនាញអីគឺគាត់យកវិញ្ញាសាហ្នឹងមកប្រឡងបានមិនមែនតែច្រៀងទេទាំងការសម្ដែងទាំងការបង្ហាញនៅក្បាច់គុណខ្មែរយើងឬក៏អ្វីដែលតាក់ទងនឹងសិល្បៈបាទអាចចូលរួមបានទាំងអស់បាទហើយសម្រាប់អ្នកដែលទទួលជ័យលាភីគឺលេខ1 $1000ដូចគ្នាលេខ2 500លេខ3 $300ដូចគ្នាបាទមិនផ្លាស់ប្ដូរទេដោយកម្មវិធីប្រឡងចម្រៀងវគ្គ 2 អញ្ចឹងដែរព្រោះថាវគ្គ 2 នេះគឺមានការឧបត្ថម្ភពីលោកគ្រូចាបច័ន្ទថេរៈដែលលោកមើលឃើញថាអាណិតអាសូរដល់បេក្ខជនបេក្ខនារីរបស់យើងខំប្រឹងប្រែងចំណាយពេលវេលាដើម្បីចូលរួមលោកក៏បានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន$200បាទចំនួន$200សម្រាប់ផ្ដល់ជូនជ័យលាភីលេខ4និងលេខ5បាទបន្ថែមមកដល់លេខ4និងលេខ5ទៀតបាទអញ្ចឹងក្នុងម្នាក់$100បាទអញ្ចឹងយើងមានដល់ទៅ5លេខបាទហើយគណៈពេលនេះដែរខ្ញុំក៏សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូនដែលជួយតាមដានជួយគ្រប់គ្រងកម្មវិធីប្រឡងចម្រៀងនេះតាំងពីវគ្គដំបូងរហូតមកដល់វគ្គផ្ដាច់ព្រាត់ហើយក៏សូមមេត្តាជួយគ្រប់គ្រងបន្តទៀតសម្រាប់វគ្គ 3 បាទហ្នឹងហើយក្នុងឱកាសចូលឆ្នាំថ្មីចូលឆ្នាំខ្មែរខាងមុខនេះខ្ញុំបាទសូមប្រសិទ្ធពរជ័យសិរីបវរមហាប្រសើរជូនដល់ពុកម៉ែបងប្អូនជួយរួមជាតិខ្មែរទាំងអស់សូមឲ្យជួបផ្ទះតែសេចក្តីសុខសេចក្តីចម្រើននិងពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លៀនឡើយបាទសូមអរគុណ